盛开，没遇见。生命很细化的映照美容颜，何日再តែមនុស្សស្មានថាមានមនុស្សកັບកេងយកផលប្រយោជន៍ខ្លួនឯងអ្នកណាអីក៏ធ្វើយ៉ាងនេះមេដឹកនាំជំរំហ៊ូសៀវមានដៃជើងនៅគ្រប់ទីកន្លែងច្រើនឆ្នាំមកនេះយើងព្រោះតែការពីស្ថានភាពនៅក្នុងរាជការទើបបន្តសម្រេចចិត្តកម្ចាត់ពួកគេឲ្យដល់ឫសគល់បិទមករាជធានីវិញហើយបិតាក៏បានសម្រេចចិត្តហើយដែរបិតាសពបំផុតគឺអំពើពុករលួយនៅក្នុងជួរមន្ត្រីរាជការអ្នកស៊ើបការសម្ងាត់របស់យើងរកឃើញថាជំរំហ៊ូសៀវមានមនុស្សដឹកជញ្ជូនអាវុធរបស់កងទ័ពចេញពីរាជធានីម្នាក់នេះពិតជាធំធំពេកហើយរឿងក្តីស្បៀងកងទ័ពនៅយិនចិនប្រហែលជាមានការពាក់ព័ន្ធគ្នាទៀតផងទូបង្គំយោធាបើសិនជាចង់ដឹកជញ្ជូនអាវុធកងទ័ពចេញពីរាជធានីក្រុមចៅនោះប្រកាសជាមានតំណែងតំណងនៅក្នុងរាជធានីម្យ៉ាងទៀតមកគេប្រើវិធីយកអាវុធគ្រឿងប្រាក់គ្រឿងស្ពាន់ដាក់បញ្ចូលគ្នានោះទើបគេអាចដឹកចេញពីរាជធានីបានរាល់ថ្ងៃក្នុងរាជធានីការដឹកជញ្ជូនចិញ្ចើមជាងគេគឺគ្រឿងស្ពាន់បាត់យល់ថាបើចង់ស៊ើបរឿងនេះជាដំបូងគឺចាប់ផ្ដើមពីហាងលក់ស្ពាន់បិតាពិតជាមើលមនុស្សមិនខុសមែនអញ្ចឹងកិច្ចការនេះបិតាសម្រេចប្រគល់ឲ្យបុត្រទទួលព្រះបញ្ជាអូបាយជាវាក៏ចោះឈ្មោះរួមប្រកួតដែរមែនទេមិនត្រឹមតែចោះឈ្មោះទេប៉ុន្តែសម្រាប់ការប្រកួតប្រមាណលើកនេះលទ្ធផលគឺល្អគ្រប់ពេលអូបាយជាយ៉ាងណាគឺជាកូនដើមរបស់លោកមាគួរតែទប់ទល់របៀបម៉េចទៅមានតែលោកមាជាអ្នកសម្រេចចិត្តខ្លួនឯងប៉ុន្តែបើឲ្យខ្ញុំនិយាយអូបាយឈីបើសិនជាអាចចូលជំរុំហ៊ូសៀវបានកិច្ចការរបស់យើងគឺពិបាកនឹងធ្វើហើយយើងត្រូវតែដឹងថាប្រេងរបស់ជំរុំហ៊ូសៀវមិនតិចជាងកងការពារស្លាប់មាសទេច្រើនឆ្នាំមុននេះគេមិនដែលទុកយើងជាឪពុកបង្ការរបស់គេទេគ្រាន់តែជាកូនចៅម៉ាស៊ីនអកតញ្ញូតែប៉ុណ្ណោះយើងធ្វើអ្វីក៏ដោយកុំអើពើនឹងគេធ្វើតាមលទ្ធភាពរបស់យើងទៅពីព្រោះគ្រប់យ៉ាងកិច្ចការធំជាសំខាន់អ្នកម្ចាស់ទៅអត់តាមឃើញមកទេគេកំពុងវឹកហាត់ប្រហែលជាមិនបានមកទេណែលោកស៊ីអរគុណលោកកាអរគុណអានាងហើយបងស្រីយកចិត្តព្រះអង្គម្ចាស់ទៅដល់ហើយចង់អើកុំនិយាយផ្ដេសផ្ដាសអ្នកអម្ចាស់តូចផ្ដាំផ្ញើខ្ញុំត្រូវប្រកល់ជូនអ្នកនាងដែលផ្ទាល់លិខិតអញ្ជើញចូលរួមការប្រកួតដឹងថាអ្នកនាងចិត្តធ្វើជាអ្នកកាន់បញ្ជាឲ្យយូរអ៊ីលើអ្នកអម្ចាស់តូចសប្បាយចិត្តខ្លាំងណាស់ប្រាប់ថាចាំពេលកម្មវិធីប្រកួតចប់អបអរអ្នកនាងដោយខ្លួនឯងអរគុណលោកកាលោកកាអ្នកអង្គម្ចាស់តូចសុខសប្បាយជាតិទេគេសុខសប្បាយតាប៉ុន្តែបានអ្នកនាងសួរពីគាត់បែបនេះគឺអ្នកប្រុសតូចកាន់តែសុខសាន្តថែមទៀតហើយនេះជាអ្វីតែជាវត្ថុបញ្ចាំចិត្តព្រះអង្គម្ចាស់ជូនលោកស្រីទេដឹងសម្បត្តិរបស់បែបនេះត្រង់តែមកកានគួរតែមិនមែនវត្ថុបញ្ចាំចិត្តស្រីណាជូនព្រះអង្គម្ចាស់ទេដឹង
ថ្ងៃនេះបិតាហាក់បន់ទៅសោយអាហារកុំអីទៅចូលរួមពិធីសម្ពោធរបស់អូនទៅហើយអូនឃើញហើយពិតមែនហើយមកស្រេចទៅកុំថាទិញវាមកជូនខ្ញុំម្ចាស់អីណែមិនពេញចិត្តស្និទ្ធសក់នៅយូរអីឡើយមួយណាក៏ល្អជាងនេះដែរត្រង់ទិញវាមកធ្វើអីមិនមែនទិញយកមកជូនអូនទេថ្ងៃនេះបងឆ្លងកាត់ហាងលក់ស្ពាន់រំភើបចិត្តពេកក៏ឲ្យគេធ្វើស្និទ្ធសក់មួយទៅត្រង់គេអ្នកធ្វើនេះជាស្និទ្ធសក់ទី1ដែលបងធ្វើដល់បន្តដែរថៅកែហាងស្ពាន់សួរបងថាយកទៅជូនអ្នកណាដែរបងឆ្លើយថាគឺជូនប្រពន្ធរបស់បងប៉ុន្តែលើនេះមើលទៅអូនមិនពេញចិត្តទេណាចុះយកវាទៅរំលាយចោលទៅស្អាតណាស់ស្រឡាញ់ខ្លាំងបំផុតបានអូនស្រឡាញ់គឺល្អហើយហើយយប់នេះត្រង់សម្រាប់នៅក្នុងដំណាក់ចុះណាពិធីបង្ហាញក្បាច់គុណចិត្តចាប់ផ្ដើមហើយបងមានឯកសារជាច្រើនត្រូវមើលចាំពេលចាប់រួចរាល់ហើយត្រឡប់មកវិញទើបបងសម្រាប់លើកម្រាលមកវិញសម្រាប់លើក្រែក៏បានខ្ញុំម្ចាស់នៅលើកម្រាលបានហើយបាទនៅពេលចប់ការប្រកួតពួកយើងទៅលំហែកាយនៅខាងក្រៅកុំកុហកឲ្យសោះណែ触碰穿越千年的彼此一画，水墨中埋藏多少牵挂。មិនស្មានថាស្ដេចស៊ីងទូឋានធំយ៉ាងនេះរឿងនឹងធ្វើសកម្មភាពបិទបាំងច្រើនណាស់អរគុណអ្នកនាងអាយានផ្ដល់ដំណឹងតាន់ពេលវេលាអ្នកប្រយល់ថាមានប្រយោជន៍គឺគ្រាន់បានហើយច្បាស់ជាមានប្រយោជន៍ប៉ុន្តែលើកក្រោយពេលថ្ងៃកុំសូវមកកន្លែងខ្ញុំពេកមានការបន្ទាន់អាចផ្ដល់ដំណឹងទៅវិនស៊ីងបានហើយចាខ្ញុំយល់ហើយអ្នកប្រទុកចិត្តចុះខ្ញុំនឹងប្រយ័ត្នក្រោយពេលអ្នកប្រុសខ្ញុំគ្មានទីពឹងទេខ្ញុំលាហើយ写花的印上没容颜，何日才见？是灵魂写花的印上没容颜，何日才见？ព្រះអង្គម្ចាស់ស្ដេចសួរឥឡូវនេះស្រាវជ្រាវដល់ម្ចាស់ទៀមហើយគួរដោះស្រាយរបៀបម៉េចរឿងរបស់យូអ៊ីឡូខ្ញុំមានមធ្យោបាយខ្ញុំមិនយល់អញ្ចឹងទេពេលនេះពួកយើងជិះនៅលើទូកតែមួយហើយឲ្យខ្ញុំជឿយ៉ាងម៉េចថាម្ចាស់ទៀមមិនមែនដើម្បីការពារខ្លួនឯងរួចឆ្លើយសារភាពគ្រប់យ៉ាងនោះយូអ៊ីឡូត្បិតតែជួយដូរដើម្បីផលប្រយោជន៍ប៉ុន្តែជាផលប្រយោជន៍ស្មោះត្រង់ព្រះអង្គម្ចាស់មើលស្រាលយូអ៊ីឡូពេកហើយម្ចាស់ទៀមគឺជាមនុស្សឆ្លាតគួរអត់ដឹងថាអ្នកធ្វើកិច្ចការធំខ្លាចគេចាក់ចំណុចខ្សោយបានចំណុចខ្សោយខ្ញុំគឺម្ចាស់ទៀមចំណុចខ្សោយរបស់ម្ចាស់ទៀមគួរតែនៅមានម្នាក់ទៀតនៅឲ្យឆ្ងាយពីគេបន្តិចប្រកាសហើយបើម្ចាស់ទៀមព្រមរក្សាការសម្ងាត់សហការជាមួយខ្ញុំឲ្យបានល្អខ្ញុំធានាសុវត្ថិភាពគេសពទុកគេមិនទាន់ដល់វៀនព្រះអង្គម្ចាស់សម្រេចទេចំណែកកសិករជូសួយមានកេរ្តិ៍ឈ្មោះក្រៅមេឃបើសិនជាមនុស្សទាំងអស់ដឹងកសិករជូសួយមិនត្រឹមតែជាព្រះអង្គម្ចាស់ថែមទាំងប្រមាថជីវិតគេដូចជាសម្រាម
យានថយចេញមានរឿងអញទេម្ចាស់ទៀមខ្ញុំសុំវល់ចោះអាយានមិនថាអញកំពុងធ្វើអីទេម្ចាស់ទៀមខ្ញុំសុំវល់អាយានម្ចាស់ទៀមអាយានម្ចាស់ទៀម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 អាយានអ្នកអ្វីជួយខ្ញុំផ្្លាត់ដៃប៉ុណ្ណោះទើបធ្វើឲ្យគាត់ស្លាប់លោកគ្រូអាយានថ្ងៃក្រោយខ្ញុំនឹងការពារនេះម្ចាស់ទៀមមានបន្ទប់សម្ងាត់មួយក្នុងនោះមានអាកំបាំងច្រើនណាស់ខ្ញុំម្ចាស់បារម្ភមានគេឃើញនាំទុកដល់ព្រះអង្គម្ចាស់បើថ្ងៃក្រោយនាងព្រមជឿជាក់ខ្ញុំគ្រប់យ៉ាងប្រកល់ឲ្យខ្ញុំចាត់ចែងសម្ដេចស៊ីងទូសូម្បីតែអាវុធកងទ័ពជំរំហូសៀវក៏ហ៊ានប៉ះពាល់ពិតជាដើម្បីផលប្រយោជន៍ហ៊ានលះបង់ទាំងជីវិតពិតមែនត្រូវហើយមនុស្សស្លាប់ព្រោះទ្រាំចាប់ងាប់ព្រោះចំណីយ៉ាងណាស្ដេចស៊ីងទូស្រឡាញ់ទ្រព្យជាងជីវិតទៅទៀតសម្ដេចស៊ីងទូបើមិនចង់ឲ្យការសម្ងាត់របស់គេមានអ្នកដឹងទេមេតបអង្គអាចចាំបាច់ត្រូវតែជាគ្នាឯងប៉ុន្តែនៅចំពោះមុខអ្នកដែលសង្ឃឹមបានខ្លាចជាមេតបអង្គអាចគឺឧបាយឈីលោកម្ចាស់ចង់មានន័យថាសម្ដេចស៊ីងទូអាចនឹងចាត់ការឧបាយឈីមុនទេថ្ងៃនេះសុទ្ធតែជាអ្នកក្លាហានជាកូនចៅដ៏ល្អរបស់នគរតាអ៊ីស្មារតីអង្គអាចយើងពិតជាសប្បាយប្រទៃណាស់អក្សរសាស្ត្រលេខ1ក្បាច់គុណលេខ2ថ្ងៃនេះអ្នកដែលឈ្នះចុងក្រោយគេបង្អស់គឺមានតែម្នាក់ទេម្នាក់នោះយើងនឹងតែងតាំងគេជាមេតបអង្គអាចកាន់កាប់ត្រាជំរំហ៊ូសៀវអចារ្យ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 មុនពិធីបង្ហាញក្បាច់គុណចាប់ផ្ដើមអាចស្លៀកសម្លៀកបំពាក់ធម្មតាមនុស្សប្រុសទាំងអស់សុទ្ធតែមានឱកាសអាចចូលរួមបានអចារ្យ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 កូនប្រុសចេញប្រយុទ្ធចេញបបបាញ់កូនស្រីក៏ធ្វើការងារមួយចំនួនដែរកងដៃទាំងអស់នេះផ្ដល់ជូនសម្រាប់មនុស្សស្រីម្នាក់មួយទុកប្រគល់ជូនវីរៈបរោះក្នុងចិត្តខ្លួនឯងជូនពរថ្ងៃនេះឲ្យទទួលបានផលល្អអចារ្យ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 
អស្ចារ្យ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  ចាឈិនសូមអភ័យទោស នេះគឺ 鲜花的映照美容颜，何日才展去？是灵魂鲜花的映照美容颜，何日才展去？ ព្រះអង្គម្ចាស់ឈិនសូមអភ័យទោស នេះគឺ ព្រះអង្គម្ចាស់ហួយ ព្រះអង្គម្ចាស់ឈិនអ្នកនាងម្ចាស់ឈីងភីង អេអ្នកបម្រើទៅជូនពរយកឈ្នះឲ្យបានប្រំប្រែង ប្រយ័ត្នប្រយែងខំប្រឹង បងដឹងហើយ ព្រះនាងម្ចាស់មនុស្សក្នុងរាជវាំងទៅទីលានបបបាញ់ក្នុងខាងត្បូងអស់ហើយហេតុអីព្រះនាងមិនទៅចូលរួមមកសង្កត់អីនៅទីនេះម្នាក់ឯងខ្ញុំតែធ្វើអីតែមើលហ្វូយ៉ុងនឹងម្ចាស់បងផ្អែមល្ហែមជាមួយគ្នាឯងបើព្រះនាងមិនមានបំណងចំពោះស្ដេចស៊ូទេក៏ត្រូវចេញទៅយកខ្យល់អាកាសខ្លាញ់បានជួបនឹងបរិះត្រូវចិត្តជាងនេះទៀតផ្នែកខាងណាឃើញខ្ញុំគ្មានបំណងចំពោះម្ចាស់បងថ្ងៃណាហ្វូយ៉ុងមិនទាន់ខ្លាចជាអ្នកម្នាងផ្លូវការខ្ញុំនៅតែមិនទាន់បោះបង់ចោលម្ចាស់បងស៊ូខ្ញុំធ្វើជាអ្នកម្នាងដាំឲ្យបានហ្វូយ៉ុងចង្រៃហ្វូយ៉ុងចង្រៃ អ្នកនាងហ្វូពេលនេះខ្លាចជាអ្នកកាន់បញ្ជីមិនត្រូវគិតបញ្ជីខុសទេ គិតបញ្ជីខុសហេ កងដាច់ការនេះទាល់តែឲ្យគេទើបមានតម្លៃបើអ្នកនាងគិតតែអោបជាប់ដៃត្រូវទុកជាអាសាបងហើយបើអ្នកនាងមិនដឹងជូនអ្នកណាអាចជូនខ្ញុំបានតា អ្នកអង្គម្ចាស់តូចបើចង់បានកងដៃផ្កាខ្ញុំមានមួយដែរ ខ្ញុំចង់បានកងដៃផ្កាមែនប៉ុន្តែចង់បានតែរបស់គេទេ អញ្ចឹងទេហ៎ជូនពរអ្នកអង្គម្ចាស់តូចសម្រាប់ដូចចិត្តអ្នកអង្គម្ចាស់តូចធ្វើអំបញ្ញមិញអាចនាំឲ្យគេយល់ច្រឡំ មានតែអ្នកផ្សេងយល់ច្រឡំទេអ្នកនាងមិនក៏មិនយល់ច្រឡំលើខ្ញុំជួយគេត្រូវជួយឲ្យចប់ចង់ចាប់ដើមអ្នកនាងហ្វូជួយពាក់ខ្ញុំទៅ ជូនពរអ្នកអង្គម្ចាស់តូចប្រកួតចាប់ដោយសុវត្ថិភាព
នៅនេះផ្ញើក្តីសង្ឃឹមលើខ្ញុំត្រឹមតែការប្រកួតចាប់ដោយសុវត្ថិភាពឯង មានអ្វីសំខាន់ជាងសុវត្ថិភាពទៀតនោះ ត្រូវហើយទុកចិត្តចុះខ្ញុំច្បាស់ជាមានសុវត្ថិភាពព្រោះខ្ញុំមិនទាន់មានប្រពន្ធកូនផងដាច់ខាតគ្មានបញ្ហាទេកុំបារម្ភអី ខ្ញុំអត់បារម្ភទេ គ្រាន់តែមើលឲ្យចំហេតុអីក៏ភ័យកុំមើលអ្នកផ្សេងឲ្យសោះ សូមរាយការណ៍ស៊ឺឆិនអូបាញ់ចំចាប់លើមួយក្បាលស៊ីជាបាញ់ចំសត្វគ្រួចមួយក្បាល គ្រាន់បានតាប្រកំឡោះ ប្រកាសហើយស្ដេចឈិនបាញ់ចំនៅលោមួយក្បាលអូបាយឈីបាញ់ចំព្រាបមួយក្បាលទម្លុះផ្នែកទ្រូង យេអរគុណណាអរគុណ អេគ្រាន់បានដូចគ្នា សូមរាយការណ៍ស្ដេចអានបាញ់ចំចាប់មីហូមួយក្បាលទម្លុះចំកចាប់ភូមិមីពីក្បាលហោះប្រដេញគ្នាមួយក្បាលត្រូវបាញ់ងាំមួយក្បាលទៀតនឹងតែតោចេះបំពេញបំណងពួកវាសូមរាយការណ៍ស្ដេចស៊ូបាញ់ចំចាប់សុតមួយក្បាលទម្លុះចំចំពុះ លេខ 1 ស្ដេចស៊ូស៊ីជីងបាញ់ទម្លាក់ចាប់ស្រុកមួយក្បាលត្រូវចំចំពោះ
លេខ2ស្ដេចអានស៊ីធីងបាញ់ទម្លាក់ចាប់ភូមិមួយក្បាលចំកលេខ3មេក្រុមកងការពារស្លាកមាសអូប៉ៃឈីបាញ់ទម្លាក់ព្រៀបមួយក្បាលត្រូវចាំពោះព្រះអង្គមានព្រះអំណោយអរគុណព្រះអង្គឯងគឺឧបាឈីក្រាបទូលព្រះអង្គពិតមែនក្រនបើថ្ងៃក្រោយខំប្រឹងប្រែងធ្វើការបានល្អកណាថ្លៃផ្សេងថ្លៃមកគុំអ្នកមនាងអាឈីខ្លាចជាមនុស្សចេះគួរសមតាំងពីពេលណាដោយសារអ្នកមនាងនៅជាម្ចាស់មេងទូបង្គំឬជាអ្នកមនាងទួនឯងនិយាយនេះបានន័យថាម៉េចឬមួយរឿងប្រហែលថ្ងៃមុនឯងចង់ចូលវាំងយើងមិនទាន់ទំនេរម្ចាស់មេងរឿងរបស់ហ្វុងឡៃអ៊ីគិតថាទុកចោលបែបហ្នឹងយើងឃើញឯងគ្មានអារម្មណ៍ក្នុងខ្លួនទើបយើងជួយមើលការខុសត្រូវមានតែប៉ុណ្ណឹងយើងធ្វើអញ្ចឹងគ្រប់យ៉ាងចង់ឲ្យឯងល្អទេបើត្រាតូចជំនួសត្រាធំកັບគេធ្វើជារបស់ផ្ទាល់ខ្លួនចង់ឲ្យទូបង្គំល្អដែរអាឈីឥឡូវនេះឯងធ្វើអីនិយាយអីមិនក៏ដូចកូនក្មេងអញ្ចឹងហ្វុងឡៃអ៊ីដោយសារតែមានយើងមើលខុសត្រូវកុំអីខាងរាជវាំងមិនរកហ្វុងឡៃអ៊ីធ្វើការជាមួយទេស្រីធម្មតាម្នាក់មិននឹងអាចតោងឡើងទីខ្ពស់បានឯងមិនចេះអរគុណទុយទៅវិញមកសួរដេញដោលយើងដោយសារហេតុផលតិចតួចចំជាប្រទេសផ្ដាស់ណាស់បន្ទូលរបស់ម្ចាស់មីងដោយកំបិតចាក់ចំបេះដូងបើគ្រាន់តែទូបង្គំចង់បានផលប្រយោជន៍តិចតួចពីដំបូងរឿងអីទូបង្គំមិនខ្វល់ចំពោះហ្វុងឡៃអ៊ីនោះចាំបាច់អីឲ្យគេយកប្រាក់មកដល់ក្នុងរាជវាំងធ្វើស្អីតើនរណាគេព្រោះតែផលប្រយោជន៍តិចតួចនោះឯងត្រូវដឹងឲ្យច្បាស់ពេលនេះឯងស្ថិតនៅកន្លែងណានិយាយជាមួយអ្នកណារឿងរបស់ហ្វុងឡៃអ៊ីយើងមិនបាច់បកស្រាយអ្វីទៀតទេទូបង្គំត្រូវចូលរួមប្រកួតសូមទៅវិញសិនហើយសង្ឃឹមថាអ្នកមនាងកុំខឹងអីនាំប៉ះពាល់សុខភាពអ្នកអង្គម្ចាស់តូចធម្មតាមិនសូវត្រឹមត្រូវទេថ្ងៃនេះដូចជាបញ្ជាក់ច្បាស់ណាស់កុំនិយាយផ្ដេសផ្ដាសអ្នកមនាងគឺព្រះអង្គម្ចាស់ស្ដេចអានឲ្យខ្ញុំម្ចាស់យកពត្រាទឹកឃ្មុំយកមកថ្វាយអ្នកបំរើតូចចិត្តបានមែនព្រះអង្គម្ចាស់លោកមើលទេព្រះអង្គម្ចាស់អ្នកណាជូនគឺស្ដេចអានក្រុមភ្លុតទេបងមិនចូលចិត្តបង្អែមទេខ្ញុំម្ចាស់ភ្លុតរបស់ដែលប្រុសផ្សេងយកមកឲ្យមិនឲ្យហូបទេព្រះអង្គម្ចាស់ទូបង្គំស៊ើបរួចហើយសេះរបស់អ្នកផ្សេងមិនល្អដូចសេះយើងទេទូបង្គំយល់ថាពួកយើងឈ្នះមិនខានតែមិនដឹងថាម្នាក់នោះឲ្យតែខ្លាមមើលពួកគេជាប់បានហើយលើកនេះឧបាឈី
ព្រះអង្គម្ចាស់ ចិត្តដល់ពេលប្រកួតហើយមិនបានចិត្តដូចគ្នាអារម្មណ៍នៅក្នុងខ្លួន ទូបង្គំកំពុងគិតតើធ្វើយ៉ាងម៉េចឲ្យដល់គោលដៅលឿនបំផុត លឿនគឺជារឿងសំខាន់ហើយសុវត្ថិភាពរឹតតែសំខាន់ស្ថានភាពជំនុំហូសៀស្មុគស្មាញណាស់ប្រកបជាមានមនុស្សមិនចង់ឲ្យខ្លាចទៅជាមេតបអង្គឯទៀតបន្តិចទៀតមានឧបសគ្គច្រើនស្របពេលដែលសង្កេតឧបសគ្គត្រូវតែសង្កេតជុំវិញខ្លួនឲ្យបានច្រើនដងព្រួយសម្ងាត់ពិបាកការពេក យល់ហើយអរគុណព្រះអង្គម្ចាស់ បើអញ្ចឹងយើងទុកចិត្តហើយ ព្រះអង្គម្ចាស់យករបស់នេះទៅណា អូគឺយើងយកមកឲ្យឯងជាពិសេស ទូបង្គំហ៎ អូអត់ទេគឺយកឲ្យសេះ IC បន្តិចទៀតនៅពេលដែលសេះ IC ហើយវានឹងមានកម្លាំងរត់បានលឿនជូនពរទទួលបានតំណែងជាមេតបអង្គឯងណែយកទៅចាំទៅឲ្យសេះស៊ីណាហ៎ អីយ៉ាចៃដន្យមែនណានាងម្ចាស់ចង់ទៅណាអាចទៅកន្លែងមួយបានទេ ទីនេះមនុស្សច្រើនណាស់បើព្រះអង្គម្ចាស់មានអ្វីចង់មានបន្ទូលតែជាមួយគ្នាក៏បាន ល្អណាស់ មិននឹកស្មានថាស្ដេចអូជាមនុស្សប្រច័ណ្ឌច្រើនយ៉ាងនេះអូបងស្រីឯងចាំមិនដឹងណាខ្ញុំចង់ទៅក្រៅមកផ្លែនអាឡានទៅជាមួយអ្នកនាងទៅមិនបាច់ទេខ្ញុំមកវិញឥឡូវហាញប្រយ័ត្នប្រយែងណាដឹងហាញ ណានាងម្ចាស់មើលទេសភាពក្នុងព្រៃភ្នំស្អាតខ្លាំងណាស់ថ្ងៃនេះមេឃស្រឡះល្អមែនពិតជាទេវតាផ្ដល់ពេលវេលាដ៏ពិសេសមែន ព្រះអង្គម្ចាស់បើទ្រង់មើលស្រាតខ្ញុំម្ចាស់ដោយប្រវត្តិពីមុននោះគិតថាខ្ញុំម្ចាស់អាចលេងសើចបានអញ្ចឹងខ្ញុំម្ចាស់សុខចិត្តស្លាប់ក្នុងមាត់សត្វព្រៃណ៎អត់ទេព្រះអង្គម្ចាស់ពិធីបង្ហាត់ក្បាច់គុនចិត្តចាប់ផ្ដើម យើងដឹងហើយណែ ព្រះអង្គម្ចាស់គួរត្រឡប់ទៅវិញទៅខ្ញុំម្ចាស់មិនស្រួលខ្លួនទេទៅមុនហើយឯងទៀតឬស្អីយើងមិនដែលធ្វើឲ្យខកកិច្ចការទេទៅ 鲜花的映照美容颜，何日再展起万水人来心动之一眼，当不散是初见的画面，流萤似火漫天，反复触动心弦，梦入我指尖，树影和鲜花的映照美容将青丝挽，旧梦又热渐淡，还能再起波澜，数月明浮云散。千山万水原来心动之一眼，当不散是初见的